ជាទៀន Mobile Legends គឺជាតួអង្គដែល copy លំនាំតាម voice ទៀនរបស់ Honor of King គឺជារឿងដែលយើងត្រូវតែទទួលស្គាល់ខ្ញុំទើបតែបានដឹងរឿងហ្នឹងពីបងគួយ C Arima ដែរទេដែលគាត់គឺជា content creator របស់ Honor of King ម្នាក់ហើយគាត់ក៏តែងតែចែករំលែកព័ត៌មានពិតពាក់ព័ន្ធនឹង Honor of King ផងដែរអញ្ចឹងហើយក្នុងវីដេអូមួយនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅដឹងឲ្យកាន់តែលម្អិតពាក់ព័ន្ធជាមួយនឹង voice ទៀនរបស់ Honor of King និងជាទៀនរបស់ Mobile Legends យើងអ្នកទាំងអស់គ្នាអាចនឹងគិតថាតែ Mobile Legends ហ្នឹងតើកំណត់ក្នុងការបង្កើត hero ថ្មីមិនមែនបានជាចាំបាច់ត្រូវ copy តាម Honor of King តាមពិតហេតុផលគឺវាបែបនេះតួអង្គជាទៀនហ្នឹងគឺគេ inspire ចេញពីស្ដេចស្រីដំបងគេនៅក្នុងប្រវត្តិសាស្ត្រចិនណាក្នុងគោលបំណងដើម្បីទាញយកចំណាប់អារម្មណ៍ពី player ប្រទេសរបស់ខ្លួនគឺប្រទេសចិនហ្នឹងឯងហើយដោយសារតែ player នៅក្នុងប្រទេសចិនហ្នឹងគឺគេបានស្គាល់ជាមួយនឹង Ocean របស់ Honor of King រួចហើយមតិរបស់គេគឺគេចង់បាន Ocean នៅក្នុង Mobile Legends ហ្នឹងដែលមាន skill ឬក៏ concept តែមួយជាមួយនឹង Honor of King ណាអញ្ចឹងហើយដើម្បីធ្វើទីផ្សារ Mobile Legends នៅក្នុងប្រទេសចិនគឺផ្ទៃក្នុងរបស់ Mobile Legends ហើយនិង Honor of King ហ្នឹងគឺគេបានធ្វើការសហការគ្នាដើម្បីផលិតតួអង្គជាទៀននៅក្នុង Mobile Legends ហ្នឹងដែលមាន concept ដូចជា ultimate ឬក៏ passive អីហ្នឹងស្តៀងគ្នាជាមួយនឹង Ocean របស់ Honor of King ហ្នឹងឯងតែមួយទៀតក្នុងការសហការហ្នឹងដោះដូរដោយអីបើសិនជា Tencent Game គឺជាក្រុមហ៊ុន game មួយដែលរកចំណូលបានឡើងខ្ពស់ក៏ពពកឲ្យហ្នឹងតែគេនឹងព្រមសហការដោយការទទួលលុយដែរមែនអញ្ចឹងដើម្បីកុំឲ្យនៅឆ្ងល់គឺយើងនឹងនិយាយពីការដោះដូរហ្នឹងទៀតប៉ុន្តែឥឡូវគឺយើងមកដឹងពី website Crybaby Store សិននៅក្នុង website Crybaby Store អ្នកទាំងអស់គ្នាអាចធ្វើការ top up បានទាំង game Mobile Legends ទាំង game Honor of King ទាំង game អីផ្សេងជាច្រើនទៀតអ្នកទាំងអស់គ្នាគឺថាអត់មានប្រកាន់ប្រាក់ពួកទេអញ្ចឹងបើចង់ដាក់ pick ក្នុងតម្លៃធូរថ្លៃមានសុវត្ថិភាពកុំភ្លេចដាក់តាមរយៈ Crybaby Store ដោយការឆាតចូល page ក៏បានឬក៏ដាក់តាម website ដែលខ្លួនឯងក៏បានដែរអញ្ចឹងយើងបន្តទៅដឹងអំពីការដោះដូររបស់ក្រុមហ៊ុនទាំងពីរវិញហើយថ្នូរដើម្បីដោះដូរដែលឲ្យ Mobile Legends ធ្វើការផលិតតួអង្គស្តៀងគ្នានឹង Ocean របស់ Honor of King ហ្នឹងដោយក្រុមហ៊ុន Biden បានបើកសិទ្ធឲ្យ Honor of King ធ្វើការផ្សព្វផ្សាយមាតិកា game របស់ខ្លួនកាន់តែទូលំទូលាយនៅក្នុងបណ្ដាញសង្គម TikTok ហ្នឹងឯងហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា Mobile Legends និង TikTok សប្តាហ៍ថ្ងៃដូចបងប្អូនបង្កើតគ្នាអញ្ចឹងបាទសម្រាប់ខ្ញុំការដោះដូរមួយនេះគឺវា secret ដោយសារតែភាគីទាំងសងខាងហ្នឹងគឺចំណេញដូចតែគ្នាទេអ្នកទាំងអស់គ្នាអូខេហើយវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូមួយនេះរហូតដល់ចប់ហើយខ្ញុំក៏សូមទោសអ្នកទាំងអស់គ្នាផងបើសិនជាក្នុងវីដេអូមួយនេះមានពាក្យពេចន៍ដែលខ្ញុំនិយាយទៅវាអត់សមរម្យឬក៏អត់ត្រូវអីចឹងណា